1. កុំតន់ជឿអត្តចរិតនរណាម្នាក់បើមិនទាន់ឃើញផ្ទាល់ភ្នែកគេឈ្មោះល្អរបស់លាវប៉ៃបានរីកសាយភាយទៅដល់ប្រជារាស្ត្រពេលគាត់ទៅសុំលាវពាវជ្រកកោនស៊ីស៊ូដែលកំពុងតែរកម្ចាស់បានឮគេឈ្មោះល្អរបស់លាវប៉ៃមិនជឿថាលាវប៉ៃជាមនុស្សបែបនេះទេគាត់ចង់ទៅសាកល្បងដោយខ្លួនឯងដោយធ្វើពុតជាសុំមើលសេះទីលូរបស់លាវប៉ៃហើយប្រាប់ថាសេះនេះនឹងនាំគ្រោះដល់ម្ចាស់នៅថ្ងៃក្រោយស៊ីស៊ូនិយាយថាបើចង់កាត់គ្រោះត្រូវតែយកសេះនោះទៅឲ្យសត្រូវរបស់លាវប៉ៃលាវប៉ៃមិនព្រមធ្វើតាមព្រោះយល់ថាបើធ្វើបែបនេះសត្រូវរបស់គាត់នឹងជួបគ្រោះជំនួសគាត់ស៊ីស៊ូក៏មើលឃើញពីអត្តចរិតរបស់លាវប៉ៃដោយផ្ទាល់ភ្នែកធ្វើល្អដាក់សត្រូវទោះបីជាមិនឆ្លាតតែក៏មិនអាក្រក់ដាច់ធម្មតាដែរទោះបីជាឃើញហើយក៏ដោយក៏គាត់មិនទាន់សម្រេចចិត្តថាបម្រើលាវប៉ៃដែរព្រោះភ័ស្តុតាងនៅមានតិចពេកស៊ីស៊ូទៅក្រុងស៊ីនយេដើរស្ដាប់ចម្រៀងដែលអ្នកស្រុកច្រៀងពីលាវប៉ៃដើម្បីយល់ច្បាស់ជាងនេះអ្នកស្រុកសរសើរថាលាវប៉ៃជាម្ចាស់ដែលពួកគេត្រូវការស៊ីស៊ូមើលឃើញលើរឿងទាំងនេះក៏យល់ថាលាវប៉ៃជាម្ចាស់ល្អគំនិតនេះគឺចង់ឲ្យយើងប្រយ័ត្នក្នុងការជឿជាក់ថានរណាម្នាក់មានអត្តចរិតបែបណាមួយទាំងខ្លួនយើងមិនបានឃើញដោយផ្ទាល់សម័យនេះយើងអាចប្រើបណ្ដាញសង្គមដើម្បីស្គាល់ពីនរណាម្នាក់តែអត្តចរិតដែលពួកគេបង្ហាញតាមកាមេរ៉ានោះទោះច្បាស់ប៉ុណ្ណាក៏មិនគួរជឿដែរយើងមិនបាច់ទៅរិះគន់ថាគេធ្វើពុតឬសម្ដែងទេគ្រាន់តែរំលឹកខ្លួនយើងថាបើមិនស្គាល់នរណាម្នាក់ដោយផ្ទាល់ភ្នែកយើងគឺមិនជឿជាដាច់ខាតយើងអាចធ្វើរឿងអ្វីដែលយើងដឹងអ្វីដែលយើងស្គាល់និងអ្វីដែលយើងសាកល្បងហើយអត្តចរិតមនុស្សមិនចេញមកក្រៅដោយងាយទេប្រយ័ត្នដូចតុងឆឹងនិងយ៉ាងហ្វឹងដែលជឿលើឆាវស្មោះនឹងរាជវង្សហានពេលមកទទួលស្ដេចហាននៅរាជធានីលួងយ៉ាងដល់ពេលដែលឆាវបញ្ចេញចរិតពិតមកចាងហ្វឹងក៏រត់ទៅគេចខ្លួនតុងឆឹងក៏មិនអាចនិយាយអ្វីបានហើយនៅតែស្ដេចហានស្ដីបន្ទោសទៀតមិនមែនតែអត្តចរិតល្អដែលគេនិយាយទេដែលមិនគួរជឿអត្តចរិតអាក្រក់ដែលគេនិយាយតគ្នាក៏យើងមិនត្រូវជឿដែរអ្នកដែលមិនអាចវាយតម្លៃអ្នកដទៃប្រកាសជាមិនអាចយល់ពីអ្នកដទៃបានល្អទេហេតុនេះអ្វីដែលគាត់និយាយនឹងអាចលំអៀងទៅតាមកម្រិតនៃការយល់ឃើញរបស់គាត់ 2. ប្រើមនុស្សដែលស្រដៀងនឹងយើងទៅអាចថ្កុំថ្កើងទាំងអស់គ្នាបើសិនជាយើងមើលទៅកូនចៅរបស់លាវប៉ៃនិងកូនចៅរបស់ឆាវយើងនឹងសង្កេតឃើញថាពួកគេមានការយល់ឃើញនឹងអត្តចរិតស្រដៀងនឹងមេដឹកនាំរបស់ពួកគេចៅជឺឡុងហួងចុងនិងគួនអ៊ីសុទ្ធតែចង់បានរាជវង្សហាននិងយល់ថាអ្នកក្លាហានត្រូវតែធ្វើកិច្ចការធំដោយមានចិត្តធម៌នៅក្នុងខ្លួនទោះបីពួកគេធ្វើមិនបានដូចលាវប៉ៃក៏ពួកគេនៅតែជឿថាអ្វីដែលលាវប៉ៃធ្វើទើបជារឿងត្រឹមត្រូវមេតបរបស់ឆាវក៏មិនខុសគ្នាដែរពួកគេយល់ថាភាពចលាចលគឺជាឱកាសដែលអ្នកក្លាហានអាចបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងបានម្យ៉ាងទៀតប្រសិនបើមានបញ្ហាជាមួយគ្នាអ្នកដែលមានការយល់ឃើញស្រដៀងគ្នាប្រកាសជាអាចផ្សះផ្សាគ្នាបានលឿនពួកគេដឹងពីអ្វីដែលត្រូវនិយាយដើម្បីរកផ្លូវចេញរៀងខ្លួននៅពេលឆ្លោះគ្នាខ្លាំងពួកគេក៏អាចប្រើប្រាស់អ្វីដែលពួកគេជឿដូចគ្នានោះមករំលឹកឡើងវិញថាពួកគេជិះទូកតែមួយនេះជាមូលហេតុដែលនៅតាមក្រុមហ៊ុនធំបុគ្គលិកមានការយល់ឃើញនិងរបៀបធ្វើការស្រដៀងគ្នាបើយើងជាមនុស្សដែលម៉ោង 5 កន្លះភ្លាមរៀបចំកាតាបទៅផ្ទះយើងមិនអាចធ្វើការជាមួយអ្នកដែលថាម៉ោងរាល់ថ្ងៃបានទេបើយើងមិនឲ្យតម្លៃគេក៏មិនឲ្យតម្លៃយើងដែរយើងគិតថាពួកគេប្រឹងជ្រុលពេកគេគិតថាយើងខ្ជិលជ្រុលពេកដែរខាងក្រុមហ៊ុនដឹងពីរឿងទាំងនេះទើបគេរើសបុគ្គលិកថ្មីណាដែលស្រដៀងគ្នានឹងបុគ្គលិកចាស់ចំណុចខ្សោយសម្រាប់គំនិតនេះមានតែមួយទេគឺបើថ្កុំថ្កើងនឹងថ្កុំថ្កើងទាំងអស់គ្នាតែបើដួលក៏ដួលទៅទាំងអស់គ្នាដែរកំហុសមើលមិនឃើញទាំងអស់ទេបើម្នាក់គិតដូចគ្នាបែបនេះ 3. មើលឃើញចិត្តល្អរបស់អ្នកដទៃមិនគួរក្រឡៃថាគេមិនល្អគួនអ៊ីនិងចាងហ្វីធ្វើការជាមួយជូគឺលៀងយូរមកហើយនៅតែមានចិត្តសង្ស័យគាត់គួនអ៊ីគិតថាជូគឺលៀងចង់ធ្វើស្ដេចទៅហៅខ្លួនថានាគដេកអ្វីដែលជូគឺលៀងបានធ្វើពួកគេបែរជាធ្វើពុតមើលមិនឃើញហើយបន្តសង្ស័យទៀតលាប៉ៃមិនសប្បាយចិត្តទេពេលដែលប្អូនគាត់មិនទុកចិត្តទីប្រឹក្សាដែលគាត់ទៅអញ្ជើញមកឆាវជាគំរូល្អសម្រាប់គំនិតនេះពេលគាត់មកចាត់ឲ្យផាងតឹងធ្វើជាមេតបដើម្បីចេញច្បាំងនឹងគួនអ៊ីពេលគាត់ចាត់ឲ្យផាន់តឹកធ្វើជាមេតបស្រួយដើម្បីចេញច្បាំងនឹងគួនអ៊ីគាត់សង្ស័យថាផាងតឹកនឹងអាចទៅចោះចូលជាមួយ
ម៉ាឆៅដែលកំពុងបំរើឲ្យលាវពេញឆាឆៅក៏ដកត្រាមេតបវិញផាំងតលុតជង្គង់សុំចេញច្បាំងទម្រាំឆាឆៅឃើញថាគួរតែជឿហើយក៏សុំទោសផាំងតនឹងប្រគល់ត្រាឲ្យវិញការសង្ស័យមិនអាចបន្តរហូតទេត្រូវតែមានព្រំដែនត្រង់ណាមួយដែលសម្រេចថាគួរជឿឬមិនគួរជឿនរណាម្នាក់មនុស្សសង្ស័យជ្រុលបន្តសង្ស័យរហូតតតែគ្មានអ្នកណាអាចធ្វើអ្វីត្រូវសោះក្នុងភ្នែកពួកគេការធ្វើបែបនេះមិនបង្ហាញថាចេះមើលមនុស្សទេវាបង្ហាញថាមិនយល់ពីមនុស្សទៅវិញការសង្ស័យត្រូវមានដែនកំណត់មិនអាចសង្ស័យមួយជីវិតបានទេបើមានភស្តុតាងគ្រប់ហើយគេថាជាមនុស្សល្អមិនគួរនៅរកហេតុផលឬបង្កើតរឿងមកចោទគេទៀតឡើយ